នេះគឺជាផ្លូវមួយដែលមានទេសភាពដ៏ស្រស់ស្អាតរបស់អ្នកស្រុកកោះធំភ្ជាប់ទៅកាន់ស្រុកលើកដែកខេត្តកណ្ដាលនោះគឺផ្លូវជាតិលេខ23ដែលជាផ្លូវថ្មីមុខមាត់ថ្មីរបស់អ្នកស្រុកទាំងពីរកាន់តែងាយស្រួលនៅក្នុងការធ្វើដំណើរជាងមុននិងចំណេញពេលវេលាផងដែរដែលផ្លូវមួយខ្សែនេះគឺភ្ជាប់ពីគល់ស្ពានឆ្លងទន្លេបាសាក់មិត្តភាពកម្ពុជាចិនកោះធំត្រើយខាងកើតដែលឆ្លងកាត់ឃុំចំនួន4គឺឃុំជ្រោយតាកែវឃុំកំពង់កុងឃុំលើកដែកដែលស្ថិតនៅក្នុងស្រុកកោះធំឆ្ពោះទៅកាន់ផ្លូវជាតិលេខ14ឃុំពីមរាំងស្រុកលើកដែកហើយផ្លូវនេះជាផ្លូវមួយខ្សែដែលសំខាន់សម្រាប់តភ្ជាប់នឹងក្នុងការធ្វើដំណើរទៅកាន់ស្ពានអ្នកលឿងកាន់តែងាយស្រួលនិងលឿនរហ័សជាងមុនហើយកំណាត់ផ្លូវថ្មីនេះគឺមានប្រវែង 19.8 ម៉ែត្រទទឹងតួផ្លូវ11ម៉ែត្រដែលបានបញ្ចប់នៅក្នុងការស្ថាបនាហើយ 100% នៅក្នុងខែតុលាឆ្នាំ2025កន្លងទៅនេះហើយពិតជាអរគុណខ្លាំងណាស់ទៅដល់រាជរដ្ឋាភិបាលដែលបានផ្ដល់ផ្លូវមួយខ្សែនេះមកកាន់អ្នកស្រុកកោះធំនិងស្រុកលើកដែកឲ្យកាន់តែងាយស្រួលជាងមុននៅក្នុងការធ្វើដំណើរដែលជួយជំរុញសេដ្ឋកិច្ចប្រជាជននៅក្នុងតំបន់ឲ្យកាន់តែប្រសើរល្អជាងមុនផងដែរហើយមកដល់ពេលនេះក៏មានបងប្អូនជាច្រើនគឺបានសាកល្បងនៅក្នុងការធ្វើដំណើរទៅលើផ្លូវជាតិលេខ23នេះជាច្រើនគ្នាផងដែរហាងលក់ម៉ូតូ Dinosaur មានម៉ូតូគ្រប់ស៊េរីមិនថាមួយទឹកមិនថាថ្មីបងប្អូនអាចបងលក់ចាប់ពី$50តែប៉ុណ្ណោះបងប្អូនអាចដាក់ពាក្យនៅហាងលក់ម៉ូតូ Dinosaur ដែលមានទីតាំងនៅបរិយាថោនៅដើមផ្លូវជាតិលេខ4បាទសូមអរគុណ